នៅក្នុងភូមិដ៏ស្រស់ស្អាតមានស្វាមួយឈ្មោះគីម៉ូគាត់មិនដើរដោយស្វាទេតែគាត់ដើរធ្វើដូចមនុស្សគាត់គិតថាខ្លួនជាមនុស្សពិតគីម៉ូព្យាយាមធ្វើអ្វីៗដូចមនុស្សគាត់ចង់បោះសម្អាតផ្ទះដូចលោកតាដែរនិងធ្វើចលនាដូចគ្នាទាំងអស់ហើយគីម៉ូគិតថាគាត់ខ្ពស់ជាងសត្វដទៃទៀតហើយគាត់ចាប់ផ្ដើមធ្វើខ្លួនដូចជាមេគេអញ្ចឹងហើយក្មេងសើយលីណាបានបង្រៀនគីម៉ូលេងល្បែងដូចមនុស្សដែរហើយគាត់សប្បាយចិត្តខ្លាំងណាស់ថ្ងៃមួយគីម៉ូព្យាយាមញ៉ាំអាហារដូចមនុស្សប៉ុន្តែវាមិនងាយស្រួលសម្រាប់ស្វានោះទេមនុស្សនិងសត្វទាំងអស់សោយគីម៉ូដោយសេចក្តីស្រឡាញ់តែមិនមែនសោយចំអកទេនៅពេលភ្លៀងធ្លាក់គីម៉ូមានអារម្មណ៍ថាគាត់មិនអាចធូរជាមនុស្សបានទេគីម៉ូចាប់ផ្ដើមយល់ថាគាត់ជាស្វាមិនមែនមនុស្សទេប៉ុន្តែគាត់អាចក្លាយជាស្វាល្អបានថ្ងៃក្រោយមកគាត់ទទួលយកខ្លួនឯងហើយរស់នៅដោយសេចក្តីសប្បាយរីករាយជាមួយមិត្តភក្តិគីម៉ូគិតថាមិនចាំបាច់ធ្វើខ្លួនជាមនុស្សទេដើម្បីឲ្យមានតម្លៃគ្រាន់តែធ្វើជាខ្លួនឯងគឺល្អបំផុត